ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយមុខទៀតគឺស្ងោរជ្រក់ត្រីក្រំចាតែសារព្រឹកមិញឃើញត្រីស្រស់ល្អក៏សម្រេចចិត្តថាស្ងោរជ្រក់ចាអញ្ចឹងសម្រាប់សម្លនេះដែរគឺគ្រឿងផ្សំមានតិចទេហើយងាយទៀតផងចាអញ្ចឹងគឺមានគល់ស្លឹកគ្រៃចំនួន2គល់យើងដំបន្តិចទៅដើម្បីឲ្យពេលដែលយើងស្ងោរគឺវាឆាប់ចេញជាតិល្អចាខ្ទឹមសក៏ដំដែរខ្ទឹមបារាំងយើងហាន់ជាដុំធំល្មមអញ្ចឹងទៅអញ្ចឹងសម្រាប់ត្រី750ក្រាមគឺខ្ញុំដាក់ទឹក750ក្រាមដូចគ្នាដាក់ស្ងោរអញ្ចឹងពេលដែលទឹកពុះគឺខ្ញុំបង់អង្ករបន្តិចទៅឲ្យវារីកចាបានយើងដាក់គល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងម្ទេសហ្នឹងចូលចាបន្ទាប់ពីរងាស់រៀងចេញជាតិបន្តិចយើងដាក់ត្រីចាអញ្ចឹងដាក់ត្រីពេលដែលយើងដាក់ហើយពុះវានឹងចេញពពុះខ្មៅមកយើងដួសពពុះនឹងចេញដើម្បីឲ្យទឹកស្ងោររបស់យើងថ្លាល្អចាវាអត់ល្អបើយើងអត់ដួសពពុះហ្នឹងគឺវារៀងទឹកខ្មៅអត់មើលទៅគួរឲ្យចង់ញ៉ាំទេចាអញ្ចឹងយើងឧស្សាហ៍ដួសពពុះនឹងចេញចាចឹងយើងបង់អំបិលបន្តិចចា1/4ស្លាបព្រាខ្លីហ្នឹងហើយម្សៅស៊ុបចុងស្លាបព្រាខ្លីស្ករសក៏ចុងស្លាបព្រាខ្លីដែរហើយទឹកត្រីវិញចំនួន2ស្លាបព្រាខ្លីហ្នឹងចាអញ្ចឹងបន្ទាប់ពីយើងដាក់បងគ្រឿងហើយវាពុះយើងឧស្សាហ៍ដួសពពុះចោលចាបន្ទាប់មកគឺយើងចាប់ផ្ដើមហាន់ខ្ទឹមក្រហមជីនាងវងជីរណាស្លឹកខ្ទឹមអញ្ចឹងយើងហាន់គល់ខ្ទឹមដាច់ឡែកទៅហើយស្លឹកខ្ទឹមយើងហាន់ខ្លីល្មមចាចំណែកឯក្រូចឆ្មាយើងចិតក្របវាចេញយើងឆ្កឹះក្របវាចេញហើយយើងចិតកតាលបន្តិចចាធ្វើអញ្ចឹងគឺងាយស្រួលច្បាច់យើងច្បាច់មកចេញទឹកអស់តែម្ដងចានេះគឺជាកន្លឹះដែលខ្ញុំចង់ចែកម្លែកបងប្អូនហើយងាកមើលត្រីរបស់យើងគឺឆ្អិនហើយអញ្ចឹងយើងចាប់ផ្ដើមបង់ផ្សិតម្ជុលចាពេលដែលបងផ្សិតចូលមកសបហើយគឺឆ្អិនរួចរាល់ហើយចាសម្រាប់ម្ហូបថ្ងៃនេះគឺរួចរាល់តែម្ដងជាងអរគុណបងប្អូនសម្រាប់ការទស្សនាចាជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនបងប្អូន